បាទគោរពជំរាបសួរពុកម៉ែបងប្អូនក៏លើកសិខាន់នៅក្នុងការប្រអប់ស្មៅជើរើសពូជការកណនាមកស្ងួតត្រឹមត្រូវបច្ចេកទេសប្រអប់ស្មៅរក្សាបានយូរគុណភាពស្មៅប្រអប់អ្វីទៅជាគុណភាពស្មៅប្រអប់គុណភាពស្មៅប្រអប់គឺបានមកគឺដោយសារការជើរើសពូជស្មៅដែលយើងយកមកប្រអប់បច្ចេកទេសនៅក្នុងការប្រអប់និងការកណនាមកស្ងួតនឹងតើមកស្ងួតគឺជាអ្វីមកស្ងួតគឺជាមកស្ងួតនៃស្មៅអញ្ចឹងមកស្ងួតកម្រិតប៉ុណ្ណាដែលយើងយកមកធ្វើស្មៅប្រអប់នឹងដូចក្នុងវីដេអូខ្ញុំបានលើកឡើងខាងលើហ្នឹងមានមួយជំហានក្នុងការបង្ហាញដល់ពុកម៉ែបងប្អូនអញ្ចឹងតកតងជាមួយនឹងការកាប់ចិញ្ច្រាំការបាញ់លាយនៅសារធាតុចិញ្ចឹមដើម្បីជួយឲ្យស្មៅនឹងកាន់តែឆ្ងាញ់ឈ្ងុយក្រអូបដើម្បីជាចំណង់នៃការតាក់ទាញសត្វគោឲ្យវាចូលចិត្តស៊ីពុកម៉ែបងប្អូនមើលវីដេអូរបស់ខ្ញុំបាទណាតកតងការបង្ហាញតកតងការប្រអាប់នេះខ្ញុំប្រអាប់រយៈពេល4ខែហើយស្មៅខ្ញុំនៅតែឈ្ងុយក្រអូបចាំមើលការដឹងក្លិននៃសត្វណាគ្រាន់តែយើងកាន់មកក្តាប់ទៅមិនទាន់ដល់ផងគឺវាដឹងក្លិនហ្មងបាទគឺវាវិសេសវិសាលណាស់នឹងទៀតអញ្ចឹងណាហើយតាក់ទងជាមួយបច្ចេកទេសនេះផងដែរបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ចង់បានអាចតំណាក់តំណងមកខ្ញុំបាទផ្ទាល់ខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនហើយខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រមួយចំនួនដែលត្រូវដាក់អីបន្ថែមដើម្បីឲ្យគោចូលចិត្តស៊ីបាទសូមអរគុណពុកម៉ែបងប្អូនសូមតាមដាននៃវីដេអូខ្ញុំក្រោយទៀតខ្ញុំបាទនឹងធ្វើវីដេអូឲ្យលម្អិតដើម្បីយកមកចែកជូនពុកម៉ែបងប្អូនទស្សនានៅពេលក្រោយទៀតបាទអរគុណ